ចឹងហើយគេថាកុំស៊ីធំពេកបងប្អូនទាំងគ្នាចាអាសាច់មាន់ហ្នឹងគឺតាំងពីថ្ងៃមុននោះបងប្អូនទាំងគ្នាកាប់តាមមួយចំហៀងស្ងោរជ្រក់ហ្នឹងទេឥឡូវយកអាសល់មួយចំហៀងហ្នឹងយកមកឆាខ្ញីម្ដងមើលចាបងប្អូនទាំងអស់គ្នាហើយឆាខ្ញីនោះគឺកោសតាំងពីទសវត្ស90បងប្អូនទាំងអស់គ្នាអើយចាយកមកដាក់ក្នុងទូទឹកកកចាមានណាខ្មៅវែកបងប្អូនហើយវានៅល្អអញ្ចឹងទៅខ្ញុំក៏ស្ដាយក៏នឹកឃើញថាផ្សាយផ្សំគ្នាទៅបានរួចមកពេលហើយបងប្អូនទាំងគ្នាធ្វើមិនទៅយើងនៅអ្នកស្រែនៅស្រែអីចឹងទៅយើងរមហូបបន្លែប្លុកអីក៏មិនតាន់ចិត្តទេបងប្អូនចាអញ្ចឹងមានតែអាខ្ញីចិត្តហើយតាំងពីទសវត្ស90ម៉ែខ្ញុំចិត្តទុកណាបងប្អូនទាំងគ្នាចាទៅបើកមើលម្ដាយហើយខ្មៅវែកវល់វក់ហ្មងចាហើយឡើងស្វិតតែម្ដងបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំក៏ចាប់ដើមយកមកឆាយកតែម្ដងបងប្អូនទាំងគ្នាហើយនេះគឺជាសកម្មភាពហើយផ្ទះចក្រានបាយផ្ទះរបស់ខ្ញុំចាគឺបែបហ្នឹងឯងបងប្អូនចាគឺឪពុករបស់ខ្ញុំគាត់បានកែច្នៃសម្រាប់ឲ្យខ្ញុំធ្វើម្ហូបធ្វើអីអញ្ចឹងណាដោយសារវាខ្ទាបចាវាស្រួលតាមពិតទៅចក្រានវាមាននៅក្នុងផ្ទះមួយទៀតក៏ប៉ុន្តែវាខ្ពស់ហួសមៀតរបស់ខ្ញុំចាដោយសារខ្ញុំវាខ្ពស់ពេកអញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងចក្រានហ្នឹងវាខ្ទាបអញ្ចឹងចឹងនិយាយលេងបងប្អូនទាំងគ្នាអើយចាដោយសារវាចក្រានខ្ពស់ចឹងទៅធ្វើឲ្យខ្ញុំពិបាកនឹងធ្វើម្ហូបអញ្ចឹងទៅឪពុកម្ដាយខ្ញុំក៏បានកែច្នៃថាអូយកមកដាក់គៀននេះទៅវាស្រួលហើយណាមួយទីធ្លាយ៉ាងបង្វិលទៅវាច្រឡះផងហើយការបង្វិលក៏ស្រួលអញ្ចឹងណាបងប្អូនទាំងគ្នាហើយឥឡូវយើងឃើញថាខ្ញុំឡាយតារ៉ៃរាប់វាយវល់ច្រើនពេកឥឡូវចាប់ដើមមកចូលមើលសាច់រឿងយើងបងប្អូនចាសាច់រឿងរបស់យើងគឺឆាសាច់មាន់រំលីងចាយកមកឆាខ្ញីចាហើយបន្ទាប់មកខ្ញុំលាងខ្ទះលាងអីដំខ្ទឹមដាក់ប៊ីចេងអីអញ្ចឹងបំពងតាមបែបតាមការតាមសម័យជនជាតិដើមអីចឹងណាបងប្អូនទាំងគ្នាចាហើយយើងយកមកធ្វើទៅបងប្អូនទាំងគ្នាហើយវិធីរបស់ខ្ញុំគឺឆ្អិនផងឆៅផងមិនដឹងអាម៉េចអាម៉ាទេកើតទេបងប្អូនទាំងគ្នាធ្វើមិនទេចង់ភៅចាជំនាញពេកប៉ុន្តែទៅជាចំណានខុសរបៀបចឹងណាបងប្អូនទាំងគ្នាឃើញថារៀបរាប់ច្រើនពេកអញ្ចឹងទៅមុខម្ហូបរបស់ខ្ញុំចាប់ដើមឆ្អិនបន្តិចម្ដងហើយខ្ញុំឃើញថាមើលទៅរៀងដូចរៀងគោកបន្តិចខ្ញុំចាក់ទឹកថែមបន្តិចទៅបងប្អូនទាំងគ្នាយីម៉ែដឹងម៉ែវៃទៀតហើយបងប្អូនទាំងគ្នាជេរទៀតលើហើយបងប្អូនទាំងគ្នាអញ្ចឹងហើយមិនថាធ្វើអីក៏ដោយចាធ្វើមិនឲ្យងាយស្រួលខ្លួនឯងបងប្អូនចាហូបក៏តែតាបងប្អូនគ្រាន់ថាវាមិនមែនថាអ្នកចង់ពោជំនាញចំណានអីទេបងប្អូនទាំងគ្នាគ្រាន់ថាអាចបដោះអាសន្នជួយទុកធុរៈក្នុងផ្ទះសបែងអីចឹងណាបងប្អូនទាំងគ្នាយើងឃើញថាឆាខ្ញីរបស់យើងឆ្អិនហើយបងប្អូនតមកខ្ញុំក៏បានដួសទុកតែម្ដងបងប្អូនចាហើយខ្ញុំដាក់គ្រឿងក្រៅល្មមសាបអីមកគ្រួសាររបស់ខ្ញុំអញ្ចឹងណាបងប្អូនទាំងគ្នាឆ្ងាញ់ដឹងហើយបងប្អូនចាអរគុណ